បាទជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាបាទមុននេះបន្តិចមានការប៉ះទង្គិចខ្មែរនិងថៃបាទហើយនៅតំបន់ចောင်းសានខេត្តព្រះវិហារអញ្ចឹងឥឡូវក្រសួងការពារជាតិបានផុសមុននេះបន្តិចបងប្អូនទាំងអស់គ្នាខ្ញុំសូមអានលម្អិតទាំងអស់ជំរាបជូនបងប្អូនជាព័ត៌មានហើយជ្រាបក្រសួងការពារជាតិសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅថ្ងៃនេះថាវេលាម៉ោងប្រមាណជាង14:15នាទីស្មើនឹងម៉ោង2រសៀលថ្ងៃនេះយោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅប្រលានថ្មក្នុងស្រុកចောင်းសានខេត្តព្រះវិហារនៅក្នុងហេតុការណ៍បាញ់ប្រហារនេះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃកាំភ្លើងយន្ត B40 និងត្បាល់60ភ្លាមនោះកងកម្លាំងកម្ពុជាបានតាក់ទងទៅភាគីថៃឲ្យបញ្ចប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេក្រោយមកកងកម្លាំងយោធាថៃបញ្ចប់ការបាញ់នៅវេលាម៉ោង14:32នាទីរសៀលនេះអញ្ចឹងស្មើនឹងម៉ោង2:32រសៀលអញ្ចឹងមានន័យថាការបាញ់មកកម្ពុជានេះគឺរយៈពេលបាទ15មក32វាជិត10នាទីជាងដែរបាទជាង10នាទីបងប្អូនជិត20នាទីនៅក្នុងឧបទ្ទហេតុនេះកងកម្លាំងកម្ពុជាមិនធ្វើការតបទេនិងកំពុងបន្តតាមដានលើការអនុវត្តនេះយ៉ាងប្រុងប្រយ័ត្នបាទនិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទហេតុនេះព្រមទាំងក្រុងនឹងស្នើឲ្យ AOT ធ្វើការស្រាវជ្រាវស៊ើបសង្កេតដើម្បីធានាឲ្យបាននៅតុលាភាពយុត្តិធម៌និងភាពត្រឹមត្រូវឆ្លៀតក្នុងឱកាសនេះកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទចម្បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសច្ចឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្និសីទសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអាទិត្យ200ខែមករាឆ្នាំម្សាញ់ពុទ្ធសករាជឆ្នាំ2569ត្រូវនៅថ្ងៃទី7ខែធ្នូឆ្នាំ2025នេះតែម្ដងអញ្ចឹងមានន័យថាមុននេះបន្តិចបាទគឺមានប៉ះទង្គិចគ្នាមែននៅចောင်းសានព្រះវិហារគឺប៉ះទង្គិចគ្នាជិត20នាទីបាទខាងថៃបានផ្លោមមកកម្ពុជាប៉ុន្តែកម្ពុជាអត់បានតបតទេក៏ខាងកម្ពុជាយើងឲ្យមានការឈប់បាញ់ក៏ស្ងប់ស្ងាត់ទៅវិញនេះអ្វីដែលការថ្លែងការណ៍របស់ក្រសួងការពារជាតិប៉ុន្តែយ៉ាងណាយ៉ាងណីនៅព្រំដែននោះខ្ញុំក៏មិនបានជ្រាបច្បាស់ដែរដោយសារខ្ញុំមិនបានចុះផ្ទាល់ទេមួយរយៈនេះបាទអញ្ចឹងក៏ខ្ញុំយកទៅតាមអ្វីដែលក្រសួងការពារជាតិបានផុសប៉ុន្តែថៃមួយទៀតក៏បានផុសកន្លែងដែលថៃគ្រោះថ្នាក់ស្លាប់ហ្នឹងគឺនៅភូផាលិកខ្ញុំមើលទៅទីតាំងដូចវាឆ្ងាយជាងព្រំដែនកម្ពុជាណាដូចជាប់ព្រំដែនឡាវតែឆ្ងាយពីភូមិទៀតហើយព័ត៌មានថៃផុសមួយចំនួនថាខ្មែរហើយខ្ញុំក៏យល់ពីបញ្ហានេះដែរអញ្ចឹងសូមបងប្អូនទាំងអស់គ្នាតាមដានព័ត៌មានជាក់លាក់ទាំងអស់គ្នាអញ្ចឹងអ្វីដែលខ្ញុំបានជម្រាបជូនគឺខ្ញុំបានដកស្រង់ពីក្រសួងការពារជាតិមានតែប៉ុណ្ណេះឯងបងប្អូនជម្រាបលា